បាទសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel Don Bosco ជាទីមេត្រីសូមចុចប៊ូតុង Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវអត្ថបទជារៀងរាល់ថ្ងៃសម្រាប់ថ្ងៃនេះផងដែរខ្ញុំបាទនឹងធ្វើការជម្រាបជូននៅអត្ថបទមួយដែលមានចំណងជើងថាឆ្នាំទាំង3នេះហត់នឿយលំបាកបន្តិចប៉ុន្តែនឹងទទួលបាននៅជោគជ័យធំឆ្នាំ2019ក្រោយចូលឆ្នាំខ្មែរឆ្នាំកុលនេះរួចតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលមិនធ្លាប់បានដឹងអំពីបាជោគលាភជោគសំណាងដែលនឹងកើតមានដល់ឆ្នាំទាំង3នេះបើយោងទៅតាមលោកគ្រូហោរាសាស្ត្រចិនគាត់បានគុណគូទូទាយស្វែងរកឆ្នាំលាភសំណាងក្រោយបាទថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនេះបាទគឺចាប់ពីខែបាទមេសារហូតដល់បាទខែធ្នូឆ្នាំ2019តែម្ដងដូច្នេះហើយសូមពុកម៉ែបងប្អូនដែលត្រូវលោកគ្រូបានជ្រើសរើសយកឆ្នាំល្អបាទឆ្នាំមានសំណាងទាំង3យកមកជម្រាបជូនដល់ពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង3មានលាភមានសំណាងនៅឆ្នាំ2019ក្រោយបាទចូលឆ្នាំខ្មែរនេះរួចតែម្ដងអញ្ចឹងខ្ញុំបាទនឹងធ្វើការបង្ហាញជូននៅអត្ថបទបាទទាំងស្រុងដូចតទៅខាងក្រោមនេះគឺជាបាទឆ្នាំទាំង3ដែលអាចងើបឈរឡើងផ្លាស់ប្ដូរពីទុក្ខលំបាកទៅជាលាភសំណាងទទួលបាននៅបាទជោគជ័យក្នុងឆ្នាំ2019នេះពិសេសនោះគឺក្រោយបាទចូលឆ្នាំប្រពៃណីខ្មែរយើងរួចគឺឆ្នាំកុលតែម្ដងសូមពុកម៉ែបងប្អូនមកទស្សនាជាមួយនឹងឆ្នាំលាភសំណាងបាទគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំជូតអ្នកដែលកើតនៅក្នុងឆ្នាំជូតជាមនុស្សបាទឆ្លាតពូកែសុតិធិនិយមនិងពោពេញទៅដោយកម្លាំងធម៌ពលអ្នកចេះបត់បែនតាមកលៈទេសៈបានយ៉ាងល្អនឹងតែងតែឈោងចាប់យកឱកាសល្អឲ្យคล้ายទៅជាបបប្រយោជន៍ទោះបីជាមានទុក្ខលំបាកខ្លាំងក៏នៅតែអាចតស៊ូជាមួយនឹងវាបានផងដែរថែមទាំងធ្វើឲ្យខ្លួនកាន់តែរឹងមាំនិងទទួលបាននៅបទពិសោធន៍ថ្មីធ្វើដងក្នុងឆ្នាំ2019នេះតែម្ដងក្រោយបាទថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើងបញ្ចប់ទៅលាភសំណាងនឹងកើតមានដល់អ្នកបាទអ្នកនឹងជួបតែសំណាងគ្រប់រឿងមិនថាការរកស៊ីឬក៏ការងារផ្សេងទាំងអស់បាទពិសេសនោះគឺលាភសំណាងដែលល្អបំផុតហើយមានសំណាងបំផុតនោះគឺនៅចំខែកក្កដានិងខែតុលាឆ្នាំ2019នេះសូមអ្នកដែលកើតនៅក្នុងឆ្នាំជូតទាំងអស់គ្នាបាទសូមត្រៀមខ្លួនបាទដើម្បីទទួលបាននូវលាភសំណាងដែលត្រូវបានលោកគ្រូហៅគាត់បានគុណគូទូទាយស្វែងរកលាភស្វែងរកជ័យដើម្បីឲ្យអ្នកដែលកើតឆ្នាំជូតបាទនឹងទទួលបាននូវលាភសំណាងហើយពិសេសនោះមានសុភមង្គលហើយធ្វើឲ្យក្រុមគ្រួសារបាទមានភាពសុខដុមមានបុត្រាបុត្រីគួរឲ្យស្រឡាញ់ផងដែរខ្ញុំបាទសូមធ្វើការបង្ហាញជូននៅឆ្នាំជាបន្តទៅទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំថោះភាគច្រើនមានគេបាទមើលមកអ្នកកើតឆ្នាំថោះជាមនុស្សទន់ភ្លន់និងទន់ខ្សោយជាក់ស្ដែងវាគ្រាន់តែជាសម្បកក្រៅតែប៉ុណ្ណោះសម្រាប់ចិត្តគំនិតវិញ
អ្នកឆ្នាំទុនសាយនេះគឺមានទំនុកចិត្តនិងរមមខ្លាំងណាស់ទោះបីជាពួកគេត្រូវប្រឈមជាមួយនឹងរឿងរ៉ាវអវិជ្ជមានជាច្រើនក្នុងជីវិតក៏ដោយក៏មិនដែលចុះចាញ់មកក្រោយងាយផងដែរសុខចិត្តដើរសន្សឹមឲ្យតែបានបើទៅដល់គោលដៅរបស់ខ្លួនអ្នកដែលកើតនៅក្នុងឆ្នាំថោះនេះធ្លាប់ជួបវិបត្តិលុយកាក់ធ្ងន់ធ្ងរប៉ុន្តែដោយសារតែភាពវៃឆ្លាតអាចគិតលឿនបើបូកផ្សំជាមួយនឹងលាភសំណាងធ្វើឲ្យពួកគេអាចដោះស្រាយបញ្ហាយ៉ាងរលូនថែមទាំងคล้ายទៅជាបង្គោលសម្រាប់គ្រួសារនិងសាច់ញាតិផងដែរក្នុងឆ្នាំ2019នេះអ្នកចាប់ផ្ដើមទទួលនៅបើជោគជ័យបណ្ដើររួចមកហើយប៉ុន្តែចូលដល់ក្រោយថ្ងៃចូលឆ្នាំខ្មែរប្រពៃណីគឺឆ្នាំកុរនេះរួចវិញអ្នកនឹងទទួលបាននៅលាភធំជាងឆ្នាំចាស់ទៅទៀតគឺទទួលបាននៅលាភសម្បត្តិគ្រប់ទិសទីតែម្ដងពិសេសនោះគឺរឿងគ្រួសារហើយនឹងរឿងលុយកាក់ហើយមួយវិញទៀតគឺរឿងសុខភាពអ្នកដែលកើតឆ្នាំថោះគឺទទួលបាននៅចំណុចទាំង3នេះធំសូមពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំថោះសូមត្រៀមខ្លួនដែលនឹងលាភសំណាងកើតមានដល់អ្នកដែលកើតឆ្នាំថោះគឺនៅខែកញ្ញានិងខែធ្នូបើយោងទៅតាមការគុណគូទូទាយរបស់លោកគ្រូហៅគាត់បានទូទាយដូច្នេះអញ្ចឹងសូមអ្នកដែលកើតឆ្នាំថោះទាំងអស់គ្នាសប្បាយចិត្តចុះហើយនឹងសាទរជាមួយនឹងជើងលេខដ៏ឆុតរបស់លោកគ្រូដែលគាត់បានបង្ហាញអំពីជើងលេខដ៏អាកំបាំងដែលអ្នកមិនធ្លាប់បានដឹងពីមុនមកពិសេសនោះគឺក្រោយចូលឆ្នាំខ្មែរយើងនេះតែម្ដងខ្ញុំបាទសូមធ្វើការជម្រាបជូននៅឆ្នាំមានលាភសំណាងបន្តទៅទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំមមីអ្នកដែលកើតឆ្នាំមមីបើយោងទៅតាមការគុណគូទុទាយរបស់លោកគ្រូស្វែងរកលាភសំណាងសម្រាប់ឆ្នាំទាំង12ហើយជើងលេខគាត់បានបង្ហាញថាមានឆ្នាំមមីមួយផងដែរដែលជាឆ្នាំមានលាភសំណាងអ្នកដែលកើតឆ្នាំមមីជាមនុស្សដែលមានសុខភាពមាំទាំទាំងកាយទាំងចិត្តអ្នកតែងតែចង់ឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ចូលចិត្តភាពជាអ្នកដឹកនាំនិងប្រាជ្ញាវៀងវៃឆ្លាតវៃអ្វីដែលអ្នកមានតាំងពីកំណើតមកម្លេះនោះភាពតស៊ូជាមួយនឹងទុក្ខលំបាកទាំងពួងប្រៀបបាននឹងការវាឡើងភ្នំអញ្ចឹងផងដែរពេលកំពុងតែបន្តដំណើរត្រូវមុតគ្រោះមុតថ្មរដេបរដប់ប៉ុន្តែពេលទៅដល់គោលដៅអ្នកនឹងមើលឃើញពន្លឺចែងចាំងទិដ្ឋភាពស្រស់បំព្រងជាងអ្នកដទៃថែមទៀតផងសូម្បីតែការធ្វើមុខចំនួនផ្សេងក៏អ្នកមានឱកាសទទួលបាននៅភាពរីកចម្រើនកាក់កបខ្លាំងណាស់ផងដែរអញ្ចឹងពុកម៉ែបងប្អូនដែលកើតឆ្នាំមមីគឺមានសំណាងបំផុតគឺនៅខែឧសភានិងខែតុលាឆ្នាំ2019នេះអញ្ចឹងចំពោះអ្នកដែលកើតឆ្នាំមមីទាំងអស់គ្នាសូមសប្បាយចិត្តចុះព្រោះអីបើយោងទៅតាមការគុណគូបកស្រាយរបស់លោកគ្រូគាត់បានទុទាយដូច្នេះហើយធ្វើឲ្យគ្រួសារនឹងមានសុភមង្គលមានបុត្រាបុត្រីគួរឲ្យស្រឡាញ់ឆ្លាតជាងបុត្រាបុត្រីឆ្នាំផ្សេងទៀតដូច្នេះហើយសូមជួយ comment ពាក្យសាធុទាំងអស់គ្នា
បាទសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំទាំង3ឬក៏ពុកម៉ែបងប្អូនដែលមានអ្នកផ្ទះបាទឬក៏បាទសាច់ញាតិណាដែលមានបាទឆ្នាំកំណើតកើតនៅក្នុងឆ្នាំល្អទាំង3នេះសូមធ្វើការប្រាប់គាត់ផងអំពីលាភសំណាងទាំងនេះព្រោះអីជាលាភសំណាងមួយដ៏ល្អលាភសំណាងដ៏ឆុត 100% ដែលលោកគ្រូគាត់បានគុណគូស្វែងរកឆ្នាំលាភសំណាងក្រោយបាទថ្ងៃចូលឆ្នាំខ្មែរនេះតែម្ដងចំពោះការជម្រាបជូននៅបាទអត្ថបទនេះផងដែរគឺត្រូវបានបញ្ចប់សូមបាទពុកម៉ែបងប្អូនដែលគាំទ្ររូបខ្ញុំបាទសូមជួយចុចប៊ូតុង Subscribe និងជួយចុចប៊ូតុង Like និង Share ដើម្បីទទួលបាននៅបាទហោរាសាស្ត្រប្រចាំថ្ងៃជារៀងរាល់ថ្ងៃព័ត៌មានតកតងជាមួយនឹងសុខភាពនិងសម្រស់ក្បួនទូទាយថ្មីដែលខ្ញុំបាននឹងធ្វើការស្វែងរកយកមកចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាផងដែរពីខ្ញុំដុនបូស្កូសូមអរគុណនិងសូមជម្រាបយើងនឹងវិលមកជួបគ្នាបាទនៅអត្ថបទថ្មីក្រោយទៀតដែលខ្ញុំបាទនឹងធ្វើការស្វែងរកយកមកចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាសូមអរគុណបាទជួបគ្នានៅបាទអត្ថបទក្រោយ